តើអ្វីទៅជាកម្មវិធី PowerPoint 2010 PowerPoint 2010គឺជាកម្មវិធីសម្រាប់បម្រើលើការងារបញ្ចាំងការងារគម្រោង Presentation ការបង្រៀនសិស្សហើយអ្នកអាច design កិច្ចការបង្ហាញដោយធ្វើឲ្យអក្សរហោះហើរអក្សររូបភាពមានចលនាអាចដាក់បញ្ចូលវីដេអូឬចម្រៀងបានទៀតផងបាទអញ្ចឹងយើងមើលមុនដំបូងគេគឺ PowerPoint 2010 application window បាទអញ្ចឹងយើងមើលកម្មវិធី PowerPoint របស់យើងបាទអញ្ចឹងយើងបើកបានហើយអញ្ចឹងនឹងឯងគេហៅថា window បាទនេះថាផ្ទាំងការងារបាទអញ្ចឹង window គឺជាផ្ទាំងការងារសម្រាប់បង្ហាញឲ្យអ្នកអាចកែប្រែនិងប្រើប្រាស់តាមតម្រូវការការងារផ្សេងបាទអញ្ចឹងពី application គឺអនុវត្តឬក៏ត្រួតពីលើបាទន័យថាយើងអនុវត្តពីលើការងារហ្នឹងបាទអញ្ចឹងក្នុងហ្នឹងវាមានលក្ខណៈ4សំខាន់ដូចជាទី1គឺ file បាទអញ្ចឹងនេះ file នៅខាងលើទី2 quick access toolbar គឺនៅខាងលើនេះឯងគេហៅថា quick access toolbar នេះទី3គឺ ribbon ហ្នឹងគឺផ្ទាំងទាំងមូលតែម្ដងគឺនេះពេលយើងចុចលើវាចេះវាបាត់ ribbon คลิกលើវិញបើក ribbon មកវិញបាទទី4គឺ starter bar គឺនៅខាងក្រោមនេះឯងគេហៅថា starter bar យើង right click លើវាទៅបាទនេះឈ្មោះវានេះ starter bar